សួស្តីបងប្អូនអ្នកគ្នាខ្ញុំបាទចេញបែងមកពីខាង CFK Cambodia ដោយក្នុងថ្ងៃនេះថ្មីទៀតហើយបងប្អូនដោយខ្ញុំមិនដែលលក់រឡូប្រភេទនេះទេបងប្អូនអញ្ចឹងបងប្អូនចង់នឹងថារឡូប្រភេទនេះប្រហែលតោនហើយគេយកទៅប្រើប្រាស់អ្វីតាមដានវីដេអូនេះទាំងអស់គ្នាបាទបងប្អូននេះពេលនេះយើងងាកមកមើលរឡូម៉ាក Meiwa MFR Fix បងប្អូនដោយម៉ាកមួយនេះបងប្អូនយើងមួយចំនួនមិនស្គាល់ទេគិតថាបោះកូរ៉េបោះចិនឬក៏បោះវៀតណាមអីផ្សេងៗបងប្អូនប៉ុន្តែសម្រាប់ម៉ាករឡូឈ្មោះ Meiwa នេះគឺមកពីប្រទេសជប៉ុនក៏ដូចជាផលិតមកពីប្រទេសជប៉ុនចំតែម្ដងបងប្អូនសម្រាប់ Fix មួយចំនួននៅលើរឡូនេះគឺទម្ងន់វាលោតរហូតដល់ទៅ600គីឡូហើយកម្លាំងញាក់របស់វាគឺលោតដល់ទៅ1តោនបងប្អូនសម្រាប់រឡូមួយនេះគឺវាមានធុងទឹករបស់វាបងប្អូនសម្រាប់បងប្អូនចង់ប្រើប្រាស់ទឹកក្នុងការកិនបង្ហាប់អ្វីផ្សេងៗគឺវាមានធុងទឹករបស់វាផ្ទាល់តែម្ដងសម្រាប់ម៉ាស៊ីនបំពាក់លើ Meiwa មួយនេះគឺជាប្រភេទម៉ាស៊ីនយ៉ាន់ម៉ាបងប្អូនហើយអាចផលិតកម្លាំងរហូតដល់ទៅ7 phase បាទបងប្អូននេះពេលនេះយើងក៏រលែកមកមើលម៉ាស៊ីនដែលបំពាក់លើ Meiwa មួយគ្រឿងនេះគ្រាន់តែបងប្អូនឃើញអា for យ៉ាន់ម៉ានេះបងប្អូនមានទំនុកចិត្តបាត់ទៅហើយបងប្អូនព្រោះតែម៉ាស៊ីនយ៉ាន់ម៉ាគឺជាប្រភេទម៉ាស៊ីនដែលធន់ងាយស្រួលថែទាំងាយស្រួលជួសជុលនិងងាយស្រួលរកគ្រឿងបន្លាស់នឹងយើងងាកមកមើលធុងប្រេងបូមរបស់វាខាងមុខបងប្អូនសាច់ដែកគឺថានៅភាគរយខ្ពស់មែនតើជាមួយនឹងធុងទឹករបស់វាបងប្អូនជាប្រភេទជ័រក៏យើងអាចមើលឃើញថាគឺគេប្រើតិចបងប្អូននៅស្អាតភាគរយខ្ពស់បងប្អូនជាមួយនឹងសាកហ្វីជើងក្រោមកង់រឡូរបស់វាគឺថានៅស្អាតភាគរយខ្ពស់បងប្អូនក្បាលខ្ចៅអ្វីផ្សេងៗជាមួយនឹងជើងកហ្វូញាក់បងប្អូនជើងកហ្វូញាក់ក៏ជាប្រភេទជើងកហ្វូដែលយើងងាយស្រួលរកមកផ្លាស់ប្ដូរដូចគ្នាបងប្អូនគឺថាសម្បូរគ្រឿងបន្លាស់មែនតើដូច្នេះហើយបានជា Meiwa គឺល្បីមែនតើបងប្អូននៅក្នុងប្រទេសជប៉ុនបាទបងប្អូនពេលនេះយើងមករៀនប្រើប្រាស់រឡូ Meiwa មួយគ្រឿងនេះទាំងអស់គ្នាបងប្អូនដោយសារតែវាជាប្រភេទរឡូហ្វ្រីខ្ពស់ដែរបងប្អូនអញ្ចឹងវាមានដុំដេររបស់វាបងប្អូនមិនបាច់បងប្អូនទៅរវៃហត់ទេបងប្អូនប៉ុន្តែក្នុងករណីបងប្អូនអត់អុយបងប្អូនក៏អាចរវៃបញ្ឆេះបានដូចគ្នាហើយសម្រាប់ដៃបញ្ជារបស់វាគឺយើងអាចមើលឃើញនៅលើនេះស្រាប់តែម្ដងបងប្អូនដោយផ្នែកមួយនេះគឺជាផ្នែកដែលយើងទៅមុខទៅក្រោយបងប្អូនកាច់ទៅមុខទៅក្រោយបើផ្នែកនេះវិញគឺជាផ្នែកយើងដំឡើងហ្គាវាបងប្អូនយើងរុញទៅមុខទៅដំឡើងហ្គាវាកាន់តែខ្លាំងយើងរុញមកក្រោយគឺដើម្បីទម្លាក់ហ្គារបស់វាសម្រាប់ចុងក្រោយទី3នេះគឺញាក់បងប្អូនយើងកាច់មកគឺវាញាក់ឲ្យបងប្អូនលោតញាក់តាមនឹងឲ្យបងប្អូនចោលវាញាក់ខ្លាំងខ្សោយគឺទៅតាមកម្លាំងហ្គារបស់វាបងប្អូននិងចុងក្រោយនេះគឺកន្លែងផ្ដាច់លេខបងប្អូននៅពេលបងប្អូនអាយ៉ែមកបុកខ្លួនឯងនៅពេលដែលមានអាសន្នអីបងប្អូនគឺវាផ្ដាច់លេខអូតូតែម្ដងបងប្អូនអញ្ចឹងវាផ្ដល់ទាំងការប្រើប្រាស់សុវត្ថិភាពផ្ដល់ទាំងភាពរឹងមាំនិងភាពងាយស្រួលបងប្អូនក្នុងការប្រើប្រាស់រឡូមួយគ្រឿងនេះបាទបងប្អូនគ្នាសារៈសំខាន់ទៅលើរឡូម៉ាក Meiwa ទម្ងន់1តោននេះគឺមានច្រើនមែនតើអញ្ចឹងយើងរើសមួយផ្នែកយកមកនិយាយជូនបងប្អូនគឺថាវាអាចបង្ហាប់ផងនិងបង្ហាប់ជាមួយនឹងទឹកផងបានដូចគ្នាបងប្អូនមួយវិញទៀតគឺថាវាងាយស្រួលដឹកនិងចល័តទៅតាមទីតាំងដែលយើងចង់យកទៅបង្ហាប់បងប្អូនដូច្នេះហើយទើបគេឥឡូវនេះគេពេញនិយមទៅលើរឡូញាក់1តោនប្រភេទម៉ាក Meiwa មួយគ្រឿងនេះសូមអរគុណបងប្អូនគ្នាបានតាមដានវីដេអូមួយនេះមួយទៀតមិនជាបងប្អូនចំណាយអារម្មណ៍ទៅលើរឡូម៉ាក Meiwa មួយគ្រឿងនេះកុំភ្លេចតាក់ទងមក CFK Cambodia ជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ